ក្នុងការ យក forecast តាមមួយនឹងមកមើលមក បាទដើម្បីអីដើម្បីឲ្យផ្នត់គំនិតរបស់បងហ្នឹងគឺវាដិតជាប់នៅក្នុងហ្នឹងអាហ្នឹងទៅជា graph ហ៎បងយល់ទេហើយយល់ពាក្យបងឆ្លាក់រូបដូចឆ្លាក់ជេមិនទី7បាទអញ្ចឹងដើម្បីឲ្យបងខ្លាយទៅជាជំនាញផ្នែកអាឆ្លាក់ហ្នឹងបងត្រូវធ្វើម៉េចឥឡូវខ្ញុំសួរមិនគ្រាន់តែរៀនមេរៀនប៉ុណ្ណឹងបងឯងទៅចេះឆ្លាក់មិនកើតខ្ញុំសួរ ចូលឆ្លាក់ហ្នឹងហើយ បាទពេលដែលបងឯងចូលហ្នឹងគឺឆ្លាក់ហ្នឹងហើយបែកតេសហ្នឹងគឺឆ្លាក់ហ្នឹងហើយប៉ុន្តែរឿងមួយតើបងឯងទៅទិញកញ្ញុងយកមកឆ្លាក់ត្មងឬក៏បងឯងយកឈើអរ៉ែងធម្មតាយកឆ្លាក់សិនបើទិញកញ្ញុង ឈើធម្មតាសិន បាទយកឈើធម្មតាសិនអញ្ចឹងទេទិញតែអត់មកយកឆ្លាក់ហ្នឹងអាបែកតេសហ្នឹងគេឲ្យយើងឆ្លាក់ធម្មតាទៅណា demo account អញ្ចឹងនៅក្នុងរយៈពេលឆ្នាំទី1នេះគឺជាឆ្នាំដែលបងទប់ខ្លួនមិនមែនឆ្នាំទី1ជាឆ្នាំដែលយើង make money ទេអត់ទេហើយអ្នកណាដែលគាត់ផ្ដោតទៅលើ make money ក្នុងឆ្នាំទី1បើឯងមើលឆ្នាំទី2បាត់មុខហើយនេះគឺរឿងពិតអានេះខ្ញុំឲ្យមេរៀនពិតអីហ្នឹងណាបាទគ្រូបាទហើយកុំប្រកែកនៅក្នុងវិស័យនេះហ្នឹងប៉ុន្តែចាប់ពី3ឆ្នាំទៅ3ឆ្នាំឈរនៅលើវាដដែលហើយអាហ្នឹងបងខ្លាយទៅជាជាងចម្លាក់មួយដ៏ខ្លាំងហើយអាជាងចម្លាក់ហ្នឹងវាមិនមែនអាស្រ័យលើខ្ញុំទេអាស្រ័យលើយើងតាអ្នកចម្រៀងអញ្ចឹងបងដំបូងឆ្នាំដំបូងច្រៀងដូចវាអត់សូវមានប៉ុន្មានទេតែចាប់ពីគាត់ fuck ហាត់យូរទៅសំឡេងគាត់ទាំងអ៊ឺនទាំងកដង់វាក៏វាជួយណាទាំងអរ៉ែងស្អីជួយបានវាតែជាព្រោះមួយណាទៅមានដំបូងមានល្អគ្រូទៅបាទប្រគួតស្ដាយលុយហ៎បងមែនទេណាខ្ញុំទៅមកបាទប៉ុណ្ណឹងមិននេះណាបងខ្ញុំចោលពេលប្រហែលជាចូល10ឆ្នាំដូចបានវិញវ័ន10ឆ្នាំបាទវិញវ័នតែឲ្យអាគេ trade នៅបារាំងទៅអួតឯងមើលកាលហ្នឹងដាក់ទៅពីអ្នកពួកម៉ា 25000 តែ3ខែដាច់អស់លីងបាទបតទេ ABC ហ្នឹងគ្រូមនុស្សទេបងអើយអ្នកណាក៏មនុស្សដែរនិយាយរួមដូចខ្ញុំប្រាប់ពីបងមិញថាអាវិស័យ trade នេះគឺគេ set up ដើម្បីយកលុយពីអ្នកអត់ធ្ងន់មកឲ្យពួក professional